시험에 100점 받았어요. 대박. តើអ្នកធ្លាប់សម្គាល់ទេជនជាតិកូរ៉េពេលនិយាយគ្នាតែងតែប្រើឃ្លាខ្លីៗដើម្បីបង្ហាញអារម្មណ៍បើអ្នកចេះប្រើឃ្លាទាំងនេះការនិយាយរបស់អ្នកនឹងស្ដាប់ទៅប្រសើរជាងមុនថ្ងៃនេះយើងនឹងរៀន5ឃ្លាដែលជនជាតិកូរ៉េប្រើជារៀងរាល់ថ្ងៃឆុងម៉ាយ៉ូប្រើនៅពេលអ្នកភ្ញាក់ផ្អើលឬមិនជឿអ្វីដែលអ្នកទើបតែបានឮឧទាហរណ៍ 내일부터 휴가예요. 정말요? 그렇군요. ប្រើពេលអ្នកទើបយល់ឬក៏ទើបដឹងព័ត៌មានថ្មីៗឧទាហរណ៍ 저는 한국에서 7년 살았어요. 그렇군요. 그래요? ប្រើដើម្បីបង្ហាញថាអ្នកកំពុងស្ដាប់និងចង់ឲ្យអ្នកម្ខាងទៀតនិយាយបន្តឧទាហរណ៍ 오늘 일이 정말 많았어요. 그래요? 대박. ប្រើពេលភ្ញាក់ផ្អើលឬឃើញអ្វីដែលល្អខ្លាំងឧទាហរណ៍ 시험에 100점 받았어요. 대박. 소바. ប្រើពេលអ្នកមិនជឿឬគិតថារឿងមួយមិនអាចកើតឡើងឧទាហរណ៍ 내일 회사 쉬어. 소바. សង្ខេបមកវិញ 정말요? 그러군요. 그래요? 대박. 소바. ថ្ងៃនេះយើងរៀនបាន5ឃ្លាបង្ហាញអារម្មណ៍ដែលអ្នកដែលជាជនជាតិកូរ៉េប្រើញឹកញាប់សាកប្រើមួយឃ្លាក្នុងការសន្ទនារបស់អ្នកថ្ងៃនេះបើមេរៀននេះមានប្រយោជន៍សូមជួយចុច like និងជួយ subscribe នៅ channel របស់ខ្ញុំម្នាក់មួយផងជួបគ្នានៅភាគ4